ចំពោះថ្ងៃនេះដែរគឺយើងជជែកគ្នាតាក់ទងជាមួយនឹងមុខងារពិសេសមួយដែលធ្វើឲ្យវីដេអូយើងកាន់តែតាក់ទាញបន្ថែមទៀតមុខងារមួយនឹងឈ្មោះថា transition អ្នកនរគ្នាមុខងារ transition ជាមុខងារដែលនៅកលៈវីដេអូរបស់យើងដែលមានសញ្ញាជ្រុងហ្នឹងនៅក្នុងមុខងារ transition ហ្នឹងវាមាន transition ជាច្រើនដែលយើងអាចប្រើប្រាស់បានមានទាំង free និងធ្វើការបង់លុយតែជាក់ស្ដែងអ្នកនរគ្នាអាចប្រើត្រឹមតែ free ធម្មតាគឺបានហើយអញ្ចឹងនៅក្នុងនោះគឺវាមានជាច្រើនដែលយើងអាចយកមកប្រើប្រាស់នៅក្នុងការងាររបស់យើងនៅក្នុងវីដេអូរបស់យើងបានជាច្រើនមែនទែនមែនយើងប្រើតែមួយអានេះគឺមានច្រើនខ្លាំងមែនទែនអ្នកនរគ្នាឆ្លាញ់មួយណាដាក់ចូលមួយនឹងគិតតែសមគិតតែស្អាតដាក់ចូលមួយនឹងទៅអញ្ចឹងអាចមើលចាក់ស្ដែងបានគឺវាមានច្រើនខ្លាំងមែនទែននៅក្នុងមុខងារ transition ហ្នឹងអញ្ចឹងមុខងារ transition ហ្នឹងគឺយើងអាចដាក់ចឹងបានយើងអាចមើលចាក់ស្ដែងបាននៅពេលវីដេអូយើងលោតទៅវានឹងឃើញលោតពលឺឬក៏អ្វីមួយដែលយើងដាក់ហ្នឹងឲ្យវាមើលទៅវាតាក់ទាញជាងមុនអញ្ចឹងនៅក្នុង transition នឹងទៀតសោតអ្នកនរគ្នាអាច apply all ក៏បានដែរយើងចុចសញ្ញា apply all នេះគឺយើងនឹងចុចសញ្ញា apply all ហ្នឹងទៅគឺវានឹង load ចូលទៅទាំងអស់តែម្ដងគ្រប់ transition ចន្លោះដែលយើងច្រឹបទាំងប្រហែលហ្នឹងគឺវានឹង load transition ហ្នឹងទាំងអស់អញ្ចឹងបើអ្នកនរគ្នាអត់ចង់ប្រើ transition ហ្នឹងតែមួយអាចផ្លាស់ប្ដូរ transition ផ្សេងៗអាហ្នឹងយើងអាច select តែបើយើងចង់ប្រើតែ transition ហ្នឹងមួយនៅក្នុងវីដេអូអ្នកនរគ្នាអាច apply all នៅក្នុងហ្នឹងបានចឹងវីដេអូមួយហ្នឹងខ្ញុំមានតែប៉ុណ្្នឹងទេសង្ឃឹមតែវីដេអូមួយនេះជួយអ្នកនរគ្នាឲ្យបានចេះកាន់តែច្រើនជាងមុនជួបគ្នានៅវីដេអូបន្ទាប់